ខ្ញុំនៅចាំបានថាកាលទៅរៀននៅបរទេសដំបូងគឺសប្បាយណាស់បងប្អូនបាទពេលដែលយើងបានទៅឃើញស្រុកគេចម្រើនពេលដែលយើងទៅឃើញស្រុកគេមានការអភិវឌ្ឍយើងសប្បាយរំភើបរីករាយប៉ុន្តែក្នុងហ្នឹងក៏មានអាកូនចិត្តមួយយើងសំណោះស្រុកខ្លួនឯងដែរហើយខ្ញុំជឿថាអារម្មណ៍នេះប្រហែលជាកើតមានចំពោះបងប្អូនខ្មែរយើងគ្រប់គ្នាអ្នកដែលធ្លាប់បានទៅបរទេសមិនថាអ្នកទៅរៀនអ្នកទៅធ្វើការអ្នកទៅដើរលេងឬក៏អីទេអារម្មណ៍ពេលដែលយើងចុះពីយន្តហោះទៅយើងឃើញស្រុកគេមានការអភិវឌ្ឍអគារខ្ពស់ខ្ពស់ផ្លូវថ្នល់ខ្វាត់ខ្វែងសេដ្ឋកិច្ចរីកចម្រើនយើងសំណោះប្រទេសយើងហ្នឹងបងប្អូនបាទខ្ញុំជឿថាបងប្អូនគ្រប់គ្នាមានអារម្មណ៍សំណោះឬក៏ពេលខ្លះរៀងលួចតូចចិត្តខ្លួនឯងដែរថាស្រុកគេមិនក៏រីកចម្រើនម្លេះហើយស្រុកយើងមិនក៏រៀងឆ្ងាយពីគេហើយអារម្មណ៍នេះវាកើតឡើងរហូតដែរបងប្អូនបាទខ្ញុំចាំបានគ្រាន់តែថាពេលខ្លះវាអត់កើតជាញឹកញាប់ទេគ្រាន់តែថាពេលខ្លះទៅយើងនឹកឃើញទៅក៏យើងចាប់ផ្ដើមសំណោះស្រុកយើងហ្នឹងទៅពេលខ្លះយើងនៅរាប់ឆ្នាំយើងនៅរាប់ខែរាប់អីទៅក៏យើងចេះតែយល់បាទឃើញស្រុកគេអញ្ចឹងហើយក៏ចង់ឲ្យស្រុកយើងហ្នឹងដូចគេប៉ុន្តែយើងអត់ដឹងថាត្រូវធ្វើម៉េចទេអញ្ចឹងសួរថាហេតុអីបានជាអារម្មណ៍ហ្នឹងវាចេះតែកើតឡើងអារម្មណ៍ហ្នឹងកើតឡើងដោយសារតែយើងធ្លាប់នៅក្នុងបរិយាកាសមួយផ្សេងដល់ពេលយើងទៅនៅបរិយាកាសមួយផ្សេងទៀតអារម្មណ៍របស់យើងចាប់ផ្ដើមស៊ាំទៅនឹងបរិយាកាសរបស់ស្រុកគេហើយដល់ពេលយូរទៅយើងមានអារម្មណ៍ហ្នឹងបងប្អូនខ្ញុំជឿថាបងប្អូនមានអារម្មណ៍ហ្នឹងដែរពេលខ្លះយើងនឹកឃើញថាមិនក៏ស្រុកយើងហ្នឹងមិនដូចគេស្រុកយើងហ្នឹងមិនក៏មិនធ្វើដូចគេស្រុកយើងហ្នឹងមិនក៏មិនព្រមធ្វើអ្វីៗដូចគេទៅវាដូចគេហើយចម្ងល់មួយនេះឬក៏អារម្មណ៍មួយនេះវាកើតឡើងជាញឹកញាប់បាទមិនថាក្នុងចំណោមសិស្សនិស្សិតខ្មែរដែលរៀននៅបរទេសទេបងប្អូនខ្មែរផ្សេងទៀតមិនថាពលករកម្មករប្រជាជនយើងដែលគាត់បានទៅធ្វើការនៅបរទេសឬក៏បានទៅទស្សនកិច្ចហ្នឹងគឺមានអារម្មណ៍មួយនឹងដែរប៉ុន្តែរឿងខ្លះវាការគិតរបស់យើងគឺវាអញ្ចឹងបងប្អូនបាទប៉ុន្តែការពិតជាក់ស្ដែងពេលខ្លះវាមិនមែនងាយស្រួលដូចស្អីដែលយើងគិតនោះទេហើយសម្រាប់លោកខ្ញុំផ្ទាល់ខ្ញុំមិនត្រឹមតែធ្លាប់បានទៅសិក្សានៅបរទេសទេស្នាក់នៅទីនោះ4-5 ឆ្នាំហើយបន្តមកទៀតខ្ញុំចេញធ្វើការខ្ញុំក៏ត្រូវបានកន្លែងធ្វើការគេចាត់ឲ្យទៅធ្វើការនៅបរទេស4-5ប្រទេសផ្សេងទៀតបាទមានប្រទេសផ្សេងគ្នាហើយដល់អញ្ចឹងពេលដែលយើងទៅយើងមានអារម្មណ៍ដដែលបងប្អូនបាទថាយើងនៅនិស្សិតទៅយើងមានអារម្មណ៍មួយថាដូចឃើញស្រុកគេរីកចម្រើនអញ្ចឹងយើងចង់ឲ្យស្រុកយើងដូចគេបាទអញ្ចឹងហើយខំរៀនខំអីគិតណាជាសម័យមួយថារៀនទៅមកវិញមានឱកាសឬក៏ធ្វើការងារទៅជួយស្រុកទេសអញ្ចឹងទៅបាទដល់ពេលខ្ញុំមកវិញខ្ញុំធ្វើការហើយខ្ញុំមានឱកាសបានទៅស្រុកផ្សេងទៀតប្រទេសផ្សេងទៀតពេលដែលយើងឃើញប្រទេសគេរីកចម្រើនយើងក៏ចាប់ផ្ដើមមានអារម្មណ៍មួយទៀតសង្ហេះសង្ហោចបាទសង្ហេះសង្ហោចហ្នឹងចាប់ផ្ដើមទៀតអារម្មណ៍មួយហ្នឹងមកទៀតមានអារម្មណ៍ថាស្រុកគេអីក៏រីកចម្រើនម្លេះស្រុកគេអីក៏ល្អម្លេះសេដ្ឋកិច្ចមើលទៅទីក្រុងសេដ្ឋកិច្ចរបស់គេដល់អញ្ចឹងទៅយើងចាប់ផ្ដើមមួយអារម្មណ៍មួយថាបើបានរៀនសូត្រពីគេបើបានយកចំណេះដឹងទៅវិញហ្នឹងយើងមានឱកាសយើងធ្វើការងារនេះធ្វើការងារនោះទៅយើងសប្បាយចិត្តបាទពីព្រោះយើងចង់ឃើញប្រទេសយើងហ្នឹងដូចស្រុកគេអញ្ចឹងហើយខ្ញុំមានរឿងមួយបងប្អូនខ្ញុំនៅចាំបានថាខ្ញុំទៅរៀនសូត្រពីប្រទេសផ្សេងជាច្រើនហើយនៅក្នុងថ្នាក់ហ្នឹងគឺគេបរៀនយើងតាក់ទងនឹងការអភិវឌ្ឍគេបរៀនយើងពាក់ព័ន្ធទៅនឹងការកសាងប្រទេសជាតិការគ្រប់គ្រងមិនថានៅថ្នាក់ជាតិឬក៏ថ្នាក់ក្រោមជាតិអភិបាលកិច្ចមូលដ្ឋានឬក៏ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននេះនឹងបាទដល់អញ្ចឹងយើងសប្បាយចិត្តថាស្អីដែលយើងចង់បានពីគេហ្នឹងគឺអញ្ចឹងហើយពេលដែលគ្រូគាត់បរៀនយើងក្នុងថ្នាក់បងប្អូនមិនថាតែខ្ញុំនៅជាជីវិតជានិស្សិតមិនថាខ្ញុំចេញធ្វើការហើយខ្ញុំទៅរៀនសូត្របន្ថែមពីគេគឺគ្រូដែលបរៀនយើងហ្នឹងគឺគេបរៀនល្អណាពីព្រោះគ្រូដែលគេយកមកបរៀនយើងសិតតែអ្នកជំនាញឯកទេសសិតតែអ្នកដែលមានបទពិសោធន៍នៅក្នុងវិស័យឯកជនឬក៏វិស័យសាធារណៈបាទដល់គេយកមកបរៀនយើងហើយយើងចាប់ផ្ដើមលងទៅសប្បាយនឹងស្អីដែលគេបរៀនយើងគេយកប្រវត្តិការអភិវឌ្ឍប្រទេសគេតាំងពី50-60 ឆ្នាំមុនមកបរៀនយើងពីព្រោះគេបរៀនយើងគេយកស្អីដែលជាធ្លាប់បទពិសោធន៍គេហ្នឹងមកបរៀនយើងបាទអញ្ចឹងអ្នកដែលគេហៅទៅរៀន10-20ប្រទេសហ្នឹងគឺយើងរៀនណាប្រទេសដែលប្រហែលគ្នាឧទាហរណ៍ថាមានកម្ពុជាមានឡាវមានវៀតណាមមានហ្វីលីពីនឥណ្ឌូនេស៊ីឬក៏នៅអាហ្វ្រិកឬក៏នៅអឺរ៉ុបខាងកើតមួយចំនួនហើយនឹងប្រទេសអាមេរិកឡាទីនបាទមានដូចជាអាសង់ទីនវេណេស៊ុយអេឡាប៉ារ៉ាហ្គាយអីជាដើមហើយនៅអាហ្វ្រិកនោះមានអេស៊ីបហ្គាណាមានសេនេហ្គាល់មានកេនយ៉ាឬក៏នីសេរីយ៉ាអញ្ចឹងពេលដែលយើងរៀនសូត្រពីគេទៅគឺយើងបានចំណេះដឹងច្រើនណាស់តាក់ទងការអភិវឌ្ឍតាក់ទងអីដល់អញ្ចឹងវាធ្វើឲ្យយើងនឹងទទួលចំណេះដឹងបានល្អប៉ុន្តែមានរឿងមួយបងប្អូនបាទជារឿងមួយដែល
ខ្ញុំមិននឹកស្មានឬក៏អស់សន្ទួយអស់សំណោចក៏បានដែរពេលគ្រូគាត់បរៀនយើងចប់បាទគាត់ប្រាប់យើងថាកុំធ្វើដូចស្រគាត់ហើយយើងចេះអានោះនេះឆ្ងល់មិនក៏គ្រូនិយាយអញ្ចឹងមិញបរៀនឯងហើយយកឯងមករៀនឲ្យដឹងអំពីការអភិវឌ្ឍស្រុកនឹងឧទាហរណ៍ថាដូចនៅចិននៅកូរ៉េខាងត្បូងនៅជប៉ុននៅញូហ្សេឡង់នៅថៃឬក៏អីចឹងទៅណាបាទគេហៅយើងទៅរៀនបាទបរៀនតាក់ទងប្រវត្តិការអភិវឌ្ឍស្រុកគេចប់អស់ហើយស្រាប់គេប្រាប់យើងថាកុំធ្វើដូចស្រុកគេបាទហើយដល់យើងសិក្ខាកាមឬក៏សិស្សហ្នឹងគួយមើលមុខគ្នាមីងម៉ាំងមកហើយមិនចេះໄວដូចញ៉ែញ៉ៃដល់ហៅឯងមករៀនដល់ពេលឯងរៀនចប់ប្រាប់ឯងកុំឲ្យធ្វើដូចគេដល់អញ្ចឹងសិស្សមួយឆ្ងល់បងប្អូនបាទទាំងគេទាំងយើងចេះឆ្ងល់មិនអញ្ចឹងទៅរៀនសង្ឃឹមថាទៅយកចំណេះមកជួយអភិវឌ្ឍស្រុកទេបាទទាំងការយើងនៅជានិស្សិតនៅពេលដែលយើងចេញធ្វើការហើយយើងទៅរៀនថែមទៀតគេប្រាប់អញ្ចឹងរហូតហើយដល់អញ្ចឹងចេះនោះនេះឆ្ងល់សិស្សបរទេសមើលមុខគ្នាបណ្ដោយបាទមើលមុខគ្នាចុះមិនចេះគ្រូបាទហើយដល់អញ្ចឹងគាត់អត់មកទេគាត់គ្រាន់តែប៉ុណ្្នឹងហើយបន្ទាប់ពីយើងរៀនសូត្រពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំយើងពិភាក្សាគ្នាយើងមើលឯកសារដែលគ្រូផ្ដល់ឲ្យជាច្រើនបាទអញ្ចឹងចាប់ផ្ដើមយល់ថាអូគ្រូគាត់និយាយថាកុំធ្វើដូចគាត់ហ្នឹងវាត្រឹមត្រូវបាទដោយសារអីបងប្អូនដោយសារលក្ខខណ្ឌប្រទេសនីមួយៗខុសគ្នាទំនៀមទម្លាប់ការរស់នៅវប្បធម៌ប្រវត្តិសាស្ត្រប្រទេសមួយខុសគ្នាដល់អញ្ចឹងយើងមិនអាចយកគំរូការអភិវឌ្ឍប្រទេសមួយទាំងដុលទាំងស្រុងហ្នឹងទៅធ្វើតាមទេអញ្ចឹងហើយបានជាគ្រូហ្នឹងគាត់ចេះតែប្រាប់ថារៀនចប់ហាមធ្វើដូចគាត់ហាមធ្វើដូចគាត់ហើយដល់ពេលយើងរៀនពេលយើងចិត្តចប់យើងជួបគាត់អីចឹងទៅក៏ពិភាក្សាប្រធានបទនឹងឡើងវិញគាត់សួរយើងទាំងអស់គ្នាហើយសិស្សទាំងអស់គ្នាបន្ទាប់ពីយើងបានរៀនសូត្រជាមួយគ្នាពិភាក្សាគ្នាយើងចាប់ដើមយល់ថាអូសម្ដីគ្រូមិនមែនជាសម្ដីមួយដែលអត់ប្រយោជន៍ទេហើយដំបូងយើងចង់ខឹងគាត់ហើយគិតថាជារឿងកំ pl ុកប្លែងទៅវិញណាបាទប៉ុន្តែដល់ពេលយើងជួបជុំគ្នាយើងពិភាក្សាជាមួយមិត្តភ័ក្តិមកពីប្រទេសផ្សេងជាង20ហ្នឹងយើងចាប់ដើមយល់ថាអូអ្វីដែលគ្រូនិយាយអ្វីដែលគ្រូប្រាប់កាលពីដើមមេរៀនហ្នឹងគឺគាត់មានន័យរបស់គាត់បាទហើយដល់យើងវាមិនដឹងយើងចេះសោចពេលខ្លះយើងចេះគិតថាគាត់ចេះមួយចុះពីរដល់ចុងក្រោយគាត់យើងប្រាប់គាត់ស្អីដែលយើងគិតចឹងណាចិត្តគាត់ឲ្យមេដៃក្រុមយើងណាគាត់ឲ្យមេដៃថា good គាត់ថាចេះហើយចឹងគាត់ថាប៉ុណ្ណឹងរៀនចេះហើយដល់សួរទៀតចេះមិនទៅគាត់ថាគាត់ប្រាប់យើងដំបូងថាកុំធ្វើដូចគាត់ហ្នឹងដោយសារតែប្រទេសនីមួយអត់ដូចគ្នាទេបាទដូចខ្ញុំបញ្ជាក់មិញអញ្ចឹងតាំងពីវប្បធម៌តាំងពីភាសាតាំងពីរបៀបរបបនៃការរស់នៅតាំងពីផ្នត់គំនិតអត្តចរិតប្រទេសនីមួយប្រជាជននីមួយគឺអត់ដូចគ្នាទេបាទហើយដល់អញ្ចឹងយើងចាប់ផ្ដើមនឹកឃើញថាអូមែនបាទប្រជាជនខ្មែរចរិតផ្សេងទៅប្រជាជនវៀតណាមចរិតផ្សេងទៅឡាវនោះរៀងផ្សេងទៅបាទកេនយ៉ានោះរៀងខុសពីអេស៊ីបទៅដូចថាថៃស្បត់អាហ្វ្រិកដូចគ្នាមែនប៉ុន្តែកេនយ៉ានោះរៀងផ្សេងទៅអេស៊ីបនោះផ្សេងទៅអាហ្វ្រិកខាងត្បូងនោះផ្សេងទៅបាទហើយដល់នៅអាមេរិកឡាទីនឬក៏អាមេរិកខាងត្បូងអាសង់ទីននោះផ្សេងទៅវេណេស៊ុយអេឡានោះផ្សេងទៅប្រេស៊ីលនោះផ្សេងទៅសូម្បីនៅអឺរ៉ុបហ្នឹងអឺរ៉ុបខាងកើតផ្សេងអឺរ៉ុបខាងកណ្ដាលអឺរ៉ុបខាងលិចផ្សេងសូម្បីនៅអាមេរិករដ្ឋខ្លះក៏ខុសគ្នាដែរបងប្អូនណាធ្លាប់នៅអាមេរិកដឹងហើយដល់អញ្ចឹងលក្ខខណ្ឌនៃការអភិវឌ្ឍលក្ខខណ្ឌនៃការដើររបស់ប្រទេសមួយហ្នឹងគឺវាខុសគ្នាណាស់ហើយខ្ញុំលើកឧទាហរណ៍មួយបងប្អូនបាទដូចជានៅកេនយ៉ាយើងមើលប្រទេសហ្នឹងហាក់បីដូចជាអត់អីទេប៉ុន្តែបើយើងមើលពីក្នុងកេនយ៉ានេះគឺប្រជុំទៅដោយកុលសម្ព័ន្ធច្រើនណាស់ចូលសង្ឃថាចូលរយហើយកុលសម្ព័ន្ធណាបាទដល់អញ្ចឹងការរួបរวมការដឹកនាំការអីហ្នឹងគឺពិបាកណាស់បាទអញ្ចឹងនេះគឺជាឧទាហរណ៍មួយដែលខ្ញុំចង់បញ្ជាក់ជូនបងប្អូនអញ្ចឹងបន្ទាប់ពីហ្នឹងមកឲ្យគ្រូគាត់សប្បាយនៅពេលដែលយើងដឹងអំពីកិច្ចការអស់ទាំងនេះអញ្ចឹងខ្ញុំចង់ជំរាបជូនបងប្អូនថាអារម្មណ៍ដែលយើងទៅឃើញស្រុកគេខ្ញុំជឿថាអ្នកណាក៏ដូចអ្នកណាដែរពេលដែលយើងចេញទៅឃើញស្រុកគេមិនថាបងប្អូនកម្មករពលករប្រជាជនខ្មែរយើងទៅដើរលេងធ្វើទស្សនកិច្ចសិក្សាឬក៏មន្ត្រីអីទៅគឺពេលដែលយើងឃើញប្រទេសគេរីកចម្រើនយើងម្នាក់ខ្ញុំជឿថាក្នុងនាមយើងជាបេះដូងជាខ្មែរយើងចង់ឃើញស្រុកយើងដូចគេអញ្ចឹងបាទពេលយើងទៅជប៉ុនយើងមានអារម្មណ៍មួយថាចង់ឲ្យស្រុកយើងដូចជប៉ុនពេលដែលយើងទៅកូរ៉េខាងត្បូងយើងចង់ឲ្យស្រុកយើងដូចកូរ៉េខាងត្បូងយើងទៅចិនយើងទៅអាមេរិកយើងទៅអឺរ៉ុបយើងចង់ឃើញស្រុកយើងដូចគេអញ្ចឹងបាទប៉ុន្តែបន្ទាប់ពីឆ្លងកាត់ពេលមួយរយៈយើងរៀនសូត្រយើងចាប់ផ្ដើមសិក្សាស្វែងយល់ពីសង្គមគេទើបយើងដឹងថារឿងខ្លះវាមិនមែនជារឿងងាយស្រួលទេខ្ញុំធ្លាប់ទៅប្រទេសច្រើនដែរបងប្អូនបាទទៅទាំងរយៈពេលវែងដូចខ្ញុំនិយាយពីដើមហ្នឹងខ្ញុំធ្លាប់ទៅរៀន
ប្រទេសខ្លះខ្ញុំរៀនរហូតដល់4 5 ឆ្នាំខ្ញុំនៅក្នុងប្រទេសខ្លះខ្ញុំទៅកន្លះឆ្នាំ3 ខែ 1 ខែយើងមានតាមរយៈពេលវែងរយៈពេលខ្លីអញ្ចឹងទៅបាទហើយដល់ពេលយើងទៅរៀនយូរទៅយើងយល់ថាការគិតរបស់យើងជួនកាលស្រួលទេបងប្អូនបាទសូម្បីតែខ្ញុំក៏ខ្ញុំធ្លាប់គិតថាចង់ពេលខ្លះបងប្អូនញ័របេះដូងពេលខ្លះយើងញ័រដៃគិតថាចង់ឲ្យស្រុកយើងដូចគេបាទទៅដល់ជប៉ុននឹកឃើញថាបានដុកអញថ្ងៃណាមួយដូចជប៉ុនលុយហ្មងទៅដល់ចិនគេហៅថាសកឺថ្មិញបងប្អូនបាទហើយដល់អញ្ចឹងពេលខ្លះក៏យើងធ្លាប់លួចអន់ចិត្តដែរអន់ចិត្តថាស្រុកអញនឹងថ្ងៃណាទេបាទប៉ុន្តែឆ្លងកាត់តាមរយៈពេលវេលាធ្វើឲ្យខ្ញុំចាប់ផ្ដើមស្វែងយល់ថាលក្ខខណ្ឌនៃការអភិវឌ្ឍលក្ខខណ្ឌនៃការរស់នៅលក្ខខណ្ឌនៃការធ្វើឲ្យប្រទេសដើរទៅផ្លូវណាហ្នឹងវាមិនមែនជារឿងងាយស្រួលប្រហែលទេបងប្អូនហើយរឿងដែលសំខាន់បំផុតដែលយើងមិនអាចប្រកែកបានហ្នឹងគឺតាក់ទងទៅនឹងរបៀបរបបការគិតហើយនឹងអត្តចរិតរបស់ប្រទេសនីមួយៗខ្ញុំលើកឧទាហរណ៍ថាដូចចិនចុះបងប្អូនបាទចិនចាប់ផ្ដើមចេញពីប៉ាមកចិនរីកចម្រើននេះដោយសារចិនយកគំរូតាមប្រទេសសិង្ហបុរីឬក៏សង្ហបុរីឆ្នាំទសវត្សទី70 80ហ្នឹងគឺចិនចាប់ផ្ដើមរៀនសូត្រពីប្រទេសសង្ហបុរីហើយចាប់ផ្ដើមចូលទសវត្សឆ្នាំ90គត់ចូល2000នេះចិនបែរឆ្ពោះការរៀនសូត្រហ្នឹងយក model ឬក៏យកគំរូតាមលោកខាងលិចបាទប៉ុន្តែមកដល់ពេលនេះគឺនៅស្រុកចិនគ្មានគំរូសិង្ហបុរីគ្មានគំរូលោកខាងលិចណាមួយដែលត្រូវបានចិនយកទៅអនុវត្តទេចិនរៀនសូត្រមែនប៉ុន្តែចិនអត់យកទៅអនុវត្តទេចិនច្បាច់ចិនជំរុះចោលនៅផ្នត់គំនិតណាមួយដែលវាអត់ដូចជនជាតិចិនហើយសប្តាហ៍នេះគោលនយោបាយរបស់ប្រទេសចិនយើងដឹងហើយគឺពាក់ព័ន្ធនឹងអាបាលកិច្ចគឺគេផ្ដោតទៅលើអត្តចរិតរបស់ជនជាតិចិន Chinese characteristic បាទអញ្ចឹងចិនគឺគេមានគំរូមួយគេហៅ Chinese model ហ្នឹងគេយកតាមអត្តចរិតរបស់ជនជាតិចិនពីព្រោះរៀនសូត្រពីសិង្ហបុរីរៀនសូត្រពីអឺរ៉ុបរៀនសូត្រពីលោកខាងលិចចិនមិនអាចយកទៅអនុវត្តបានទេអញ្ចឹងហើយទើបចិនគាត់ជំរុះគាត់រៀនសូត្រតែចំណុចណាមួយហើយគាត់យកមកកែច្នៃឲ្យដូចទៅនឹងផ្នត់គំនិតជនជាតិរបស់គាត់ពីព្រោះចិនគឺជាប្រទេសដែលមានអរិយធម៌វប្បធម៌យូរលង់ណាស់មកហើយបងប្អូនបាទមានខ្មែរមានចិនមានឥណ្ឌាមានអេស៊ីបអីហ្នឹងអញ្ចឹងប្រទេសអស់ហ្នឹងគឺมันអាចបោះបង់វប្បធម៌អរិយធម៌អត្តចរិតរបស់ជនជាតិខ្លួនឯងបានទេអញ្ចឹងចិនគេរៀនសូត្រចំណុចមួយចំនួនគឺយកមកធ្វើម៉េចបន្ស៊ីឲ្យដូចទៅនឹងអត្តចរិតរបស់ជនជាតិចិនអញ្ចឹងហើយបងប្អូនឃើញនៅស្រុកចិនរាល់ថ្ងៃចិនរៀនសូត្រពីអឺរ៉ុបចិនរៀនសូត្រពីលោកខាងលិចបាទ20ឆ្នាំចុងក្រោយនេះគឺចិនគេនិយាយដោយចំហហ្មងចិនរៀនសូត្រពីលោកខាងលិច China learn from the West បាទប៉ុន្តែមិនមែនមានន័យថាចិនហ្នឹងយកស្អីដែលលោកខាងលិចមានហ្នឹងយកទៅអនុវត្តទេគឺចិនយកតែស្អីដែលអាចដាក់បញ្ចូលជាមួយនឹងអត្តចរិតវប្បធម៌ផ្នត់គំនិតរបស់ជនជាតិចិនអញ្ចឹងហើយបានជាចិនរាល់ថ្ងៃនេះគាត់រឹងមាំបាទប្រជាជនទាំងស្មារតីទាំងជាតិនិយមទាំងអីហ្នឹងគឺជនជាតិចិនគឺមានមកកផ្លេអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់ជូនបងប្អូនថាការអភិវឌ្ឍនៅប្រទេសមួយការធ្វើឲ្យសេដ្ឋកិច្ចប្រសើរឡើងការរស់នៅរបស់ប្រជាជនប្រសើរឡើងហ្នឹងយើងឃើញស្រុកគេយើងមិនអាចធ្វើដូចគេបានទេហើយឆ្លងតាមរយៈបទពិសោធន៍ក៏ដូចជាមេរៀនដែលខ្ញុំធ្លាប់បានរៀនសូត្រធ្វើខ្ញុំយល់ថាបរិបទបរិយាកាសផ្នត់គំនិតអត្តចរិតជនជាតិមួយហ្នឹងអត់ដូចគ្នាទេហើយបងប្អូនជាជនជាតិខ្មែរយើងដឹងថាខ្មែរយើងចរិតយ៉ាងម៉េចរបៀបរបបរស់នៅយ៉ាងម៉េចការគិតបែបម៉េចអញ្ចឹងខ្មែរត្រូវតែយល់អំពីអាហ្នឹងទើបយើងអាចរីកចម្រើនបានយើងមិនអាចទៅឃើញស្រុកគេហើយយើងចង់អារម្មណ៍ពុះកជ្រោលមួយបងប្អូនបាទអារម្មណ៍មួយថាចង់ធ្វើឲ្យស្រុកយើងដូចគេភ្លាមប៉ុន្តែរឿងខ្លះខ្ញុំបញ្ជាក់អញ្ចឹងគឺមិនងាយទេបាទសរុបមកវិញនេះគឺជាបទពិសោធន៍មួយចំនួនឬក៏ដូចជាចំណេះដឹងមួយចំនួនដែលខ្ញុំធ្លាប់បានទៅរៀនសូត្រសិក្សាអំពីប្រទេសដទៃបងប្អូនបាទដោយសារតែចំណុចនេះខ្ញុំគិតថាវាមានអត្ថប្រយោជន៍សម្រាប់បងប្អូនខ្មែរយើងពិសេសពាក់ព័ន្ធទៅនឹងការគិតបាទការចង់ផ្លាស់ប្ដូរស្អីមួយការចង់ធ្វើឲ្យសង្គមយើងរីកចម្រើនទៅថ្ងៃអនាគតល្អប្រសើរនេះអ្នកណាក៏ចង់បានដែរខ្ញុំជឿថាអញ្ចឹងបាទមិនថាបងប្អូនយើងនៅចុងកាត់មាត់ញោកក្លុកក្លៀតណានៃទឹកដីកម្ពុជាឬក៏បងប្អូនខ្មែរនៅបរទេសទេតែងតែចង់ឃើញចង់បានឲ្យស្រុកយើងនឹងមានការរីកចម្រើន
ដូចគេអញ្ចឹងគាត់ថាចំណុចមួយយើងត្រូវគិតឲ្យបានស៊ីជម្រៅបន្តិចបងប្អូនបាទតាក់ទងទៅនឹងការធ្វើអនុវត្តផ្ទាល់នេះគឺវាមិនមែនជារឿងងាយស្រួលទេហើយយើងអ្នកថាបងប្អូនដឹងហើយខ្ញុំក៏ធ្លាប់ថាដែរពេលខ្លះការគិតរបស់យើងការនិយាយរបស់យើងវាអត់សូវពិបាកទេបាទប៉ុន្តែសម្រាប់អ្នកអនុវត្តសម្រាប់អ្នកដាក់ចេញគោលនយោបាយអ្នកដាក់ចេញនៅយុទ្ធសាស្ត្រផ្សេងហ្នឹងគឺពិបាកណាស់ពិបាកថាដាក់ទៅខ្លាចប៉ះអានេះដាក់ទៅខ្លាចប៉ះអានោះដល់អញ្ចឹងចុងក្រោយទៅត្រូវមានបញ្ហាសង្គមបាទអញ្ចឹងហើយបានជាប្រទេសមួយហ្នឹងមុនគេដាក់ចេញគោលនយោបាយគេដាក់ចេញផែនការអភិវឌ្ឍអីផ្សេងគេគិតល្អិតល្អន់ណាស់បាទរាប់សិបឆ្នាំមិនគេអាចចេញបានមិនមែនគេនឹកឃើញភ្លាមគេដាក់ចេញភ្លាមទេសម្រាប់យើងប្រជាជនពេលខ្លះយើងគិតឃើញភ្លាមយើងចង់ភ្លាមបងប្អូនជឿទេបាទអូមកថាអារម្មណ៍មួយដែលខ្ញុំនិយាយមិញអញ្ចឹងពេលយើងទៅឃើញស្រុកគេយើងចង់ឲ្យស្រុកគេដូចស្រុកយើងនឹងដូចស្រុកគេអញ្ចឹងបាទប៉ុន្តែបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃអារម្មណ៍ហ្នឹងរាំងបាត់មកវិញស្រាប់តែមួយខែក្រោយអារម្មណ៍ហ្នឹងឡើងមកវិញបាទនឹកឃើញឡើងមកវិញចង់ទៀតបាទប៉ុន្តែគាត់ថាអាការចង់របស់យើងហ្នឹងបាត់ឃើញបាទជួនកាលដូចខ្សែកង់ឡើងចុះដល់អញ្ចឹងទៅវាអត់ដឹងថាតើស្អីជាការគិតរបស់យើងឲ្យពិតប្រាកដទេបាទប៉ុន្តែអ្នកធ្វើគោលនយោបាយអ្នកគេដឹកនាំប្រទេសឬក៏អ្នកដែលគេមានសិទ្ធិនៅក្នុងការធ្វើការងារអស់ទៅហ្នឹងគឺគេមានផែនការច្បាស់លាស់គេមានក្រុមនៃការពិសាវែកញែកអីទាំងអស់ហ្នឹងតម្រាំដាក់ចេញបានគោលនយោបាយអភិវឌ្ឍជាតិនីមួយបាទខ្ញុំមិននិយាយថាប្រទេសណាទេបងប្អូនសូម្បីអាខ្មែរយើងហ្នឹងក៏អញ្ចឹងដែរក៏ដូចគេដែរគឺគេមានក្រុមរបស់គេធ្វើផែនការអភិវឌ្ឍជាតិហើយជាធម្មតាប្រជាជនការគិតវាមិនខុសទេបងប្អូនបាទគ្រាន់តែថាការគិតរបស់យើងពេលខ្លះវាអត់ឡូសិចដូចក្រុមដែលគេមានជំនាញទេយើងជួនកាលយើងម្នាក់ឯងយើងគិតទៅដូចខ្ញុំអញ្ចឹងជួនកាលអង្គុយគិតម្នាក់ឯងអញ្ចឹងទៅនិយាយថាគួរធ្វើចេះប៉ុន្តែពេលខ្លះអានេះយើងមានតែមួយបងប្អូនបាទឬក៏មាន2 3នាក់អញ្ចឹងយើងត្រូវទទួលស្គាល់ថាពេលខ្លះយើងអត់អាចទៅប្រៀបធៀបជាមួយក្រុមមួយដែលពោពេញទៅដោយធនាគារខួបក្បាលឬក៏សិទ្ធិតែអ្នកដែលមានចំណេះដឹងហើយគេមកជុំគ្នាទៅគេអាចធ្វើរឿងអីមួយបានបាទហើយសម្រាប់យើងម្នាក់ទីហោថាដូចខ្ញុំធ្វើបាត់តែខ្ញុំរៀនសូត្របានច្រើនមែនប៉ុន្តែមិនមែនរឿងស្អីទាំងអស់ដែលខ្ញុំនិយាយទៅត្រូវទេបងប្អូនបាទវាទាមទារឲ្យមានការអានមានការស្រាវជ្រាវមានការស្វែងយល់ច្រើនណាស់ទើបយើងអាចវិនិច្ឆ័យរឿងអីមួយឲ្យបានត្រឹមត្រូវពិសេសគឺកាត់បន្ថយការយល់ច្រឡំបាទអញ្ចឹងសរុបមកវិញនេះគឺជាបទពិសោធន៍មួយចំនួនដែលខ្ញុំធ្លាប់បានទៅនៅបរទេសទៅរៀនសូត្រពីបរទេសហើយវាជារឿងគួរឲ្យភ្ញាក់ផ្អើលណាបងប្អូនបាទនៅពេលដែលយើងរៀនពីគេហើយស្រាប់គេប្រាប់ថាកុំធ្វើដូចគេហើយវាជារឿងដែលគួរឲ្យអស់សំណោចក៏ថាបានជារឿងដែលគួរឲ្យភ្ញាក់ផ្អើលក៏ថាបាននៅពេលដែលយើងរៀនពីគេចប់ស្រាប់គេប្រាប់ថាកុំធ្វើដូចគេបាទហើយអាកុំធ្វើដូចគេនេះយើងយល់ហើយបាទបន្ទាប់ពីយើងបកស្រាយអីគាត់បកស្រាយប្រាប់យើងមិនយើងយល់ថាប្រទេសមួយហ្នឹងមិនដូចគ្នាទេតាំងពីអរិយធម៌វប្បធម៌របៀបរបបនៃការរស់នៅហើយពិសេសគឺអត្តចរិតរបស់ជនជាតិមួយបាទអត្តចរិតនេះគឺរឿងសំខាន់ណាស់បងប្អូនបាទគេហៅពូជហ្នឹងគឺសំខាន់ណាស់ពូជហ្នឹងមកពីដើមមកមិនគឺមិនងាយលុបបំបត្តិចោលនៅអត្តចរិតហ្នឹងទេប៉ុន្តែពេលខ្លះគេត្រូវតែរក្សានៅអត្តចរិតនេះដែរដូចជនជាតិចិនហ្នឹងចិនក៏ដឹងថាជនជាតិគាត់ហ្នឹងចរិតមិនបាទអញ្ចឹងថ្នាក់ដឹកនាំគាត់មិនអាចលុបបំបត្តិអត្តចរិតជនជាតិចិនបានទេគាត់រកវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីរក្សាអត្តចរិតរបស់ជនជាតិគេបាទបន្ទាប់មកគេគ្រប់គ្រងនេះគឺជា symbol នេះគឺជានិមិត្តសញ្ញាមួយនៃជនជាតិមួយហើយបងប្អូនឃើញហើយកន្លងមកមានប្រទេសច្រើនណាស់ក៏បរាជ័យដែរដោយសារតែគាត់យកគំរូប្រទេសផ្សេងយកមកអនុវត្តទាំងស្រុងខ្ញុំលើកឧទាហរណ៍ថាដូចជានៅប្រទេសអាហ្វ្រិកនេះបងប្អូនច្រើនណាស់ដែលចូលចិត្តយកគំរូពីប្រទេសលោកខាងលិចឬក៏ប្រទេសផ្សេងយកទៅដាក់ធ្វើតែម្ដងបាទដល់អញ្ចឹងបរាជ័យតែម្ដងថ្ងៃនេះប្រទេសអាហ្វ្រិកច្រើនណាស់បងប្អូនឆ្លោះគ្នាក្រីក្រអីទាំងអស់ដោយសារគាត់យក model របស់គេទាំងស្រុងហ្នឹងទៅអនុវត្តបាទដល់ពេលគាត់ខ្វះក្រុមបច្ចេកទេសជាក់លាក់សិក្សាអំពីផ្នត់គំនិតជនជាតិរបស់គាត់អីចឹងទៅធ្វើឲ្យអាហ្វ្រិកទទួលរងនៅផលប៉ះពាល់នៃការយកគំរូពីគេទាំងស្រុងទៅអនុវត្តបាទប្រទេសណាទៀតដូចជានៅប្រទេសអាមេរិកខាងត្បូងឡាទីនណាម្ដុំប្រេស៊ីលម្ដុំអាសង់ទីននឹងមានដូចជាអីប្រទេសវេណេស៊ុយឡាប្រទេសកូឡុំប៊ីប្រទេសបូលីវីប្រទេសប៉េរូអីជាដើមបងប្អូនបាទក្រុមប្រទេសអស់ហ្នឹងភាគច្រើនគឺគាត់យកគំរូរបស់លោកខាងលិចយកទៅដាក់យកអនុវត្តតែម្ដងប៉ុន្តែមកដល់ពេលនេះគឺ fail បាទ fail ហ្នឹងគឺថាគឺបរាជ័យតែម្ដងដោយសារអីដូចអាហ្វ្រិកចឹងគឺគាត់
ពឹងផ្អែកទៅលើ model គេទាំងស្រុងដល់អញ្ចឹងគាត់គិតថាល្អអាហ្នឹងធ្វើតាមហ្នឹងទៅដល់ពេលគាត់យកទៅដាក់មានណាបែកខ្ទេចបាទមកដល់ពេលនេះប្រទេសនៅអាមេរិកខាងត្បូងបងប្អូនឃើញទេប្រទេសជាច្រើនគឺគាត់អត់ដឹងថាគាត់នឹងជាអ្នកណាទេមកដល់ពេលនេះដោយសារអាវប្បធម៌យករបស់គេមកលាយឡំគ្នាហ្នឹងឥឡូវហ្នឹងធ្វើឲ្យគាត់បាត់អត្តសញ្ញាណមិនដឹងថាគាត់ជាអឺរ៉ុបមិនដឹងថាគាត់ជាអាមេរិកមិនដឹងថាគាត់ជាជនជាតិអាមេរិកខាងត្បូងឬក៏អាមេរិកឡាទីនបាទឃើញទេនៅពេលដែលយើងយកគំរូរបស់គេទៅអនុវត្តដោយយើងភ្លេចខ្លួនវាធ្វើឲ្យយើងលែងស្គាល់ខ្លួនឯងថាជានរណានៅពេលដែលយើងលែងដឹងថាយើងជានរណាចាប់នោះខុយអាហ្នឹងដូចខ្សែជីវិតហ្នឹងបងប្អូននៅពេលដែលយើងអត់មានគោលដៅដាក់ទឹកខុយដល់អញ្ចឹងទៅវាធ្វើឲ្យជីវិតយើងវិលវល់ជនជាតិអាមេរិកឡាទីនមួយចំនួនដូចជាអាហ្វ្រិកមួយចំនួនគឺអញ្ចឹងមិនដឹងថាដើរទៅណាទី1ទី2ក្មេងជំនាន់ក្រោយមួយចំនួនហ្នឹងគឺបាត់អត្តសញ្ញាណប៉ុន្តែសហរដ្ឋអាមេរិកប្លែកពីគេសហរដ្ឋអាមេរិកធ្វើតែតែគាត់ចម្រុះទៅដោយជាតិសាសន៍មែនប៉ុន្តែអាមេរិកគេមានគោលនយោបាយគេត្រឹមត្រូវច្បាស់លាស់អញ្ចឹងចង់ឯងមកពីណាក៏ដោយអាមេរិកគ្រប់គ្រងបានទាំងអស់ហើយសួរថាហេតុអីក៏យើងមិនធ្វើដូចអាមេរិកបើប្រទេសទាំងអស់ធ្វើដូចអាមេរិកហ្នឹងម្នាក់ខ្លាចជាអាមេរិកហើយបងប្អូនបាច់ឆ្ងល់ទេបើម្នាក់ធ្វើដូចអាមេរិកបានហ្នឹងម្លេះថ្ងៃនេះជប៉ុនខ្លាចជាអាមេរិកចិនខ្លាចជាអាមេរិកខ្មែរយើងខ្លាចជាអាមេរិករុស្ស៊ីខ្លាចជាអាមេរិកកេនយ៉ាខ្លាចជាអាមេរិកប្រេស៊ីលខ្លាចជាអាមេរិកហើយបាទដោយសារនឹងហើយដែលខ្ញុំប្រាប់បងប្អូនថាស្អីក៏ដោយវាអាស្រ័យទៅលើលក្ខខណ្ឌប្រទេសនីមួយបាទអញ្ចឹងมันអាចយើងយកស្អីទៅអនុវត្តទេរឿងខ្លះអាមេរិកគេធ្វើបានប៉ុន្តែរឿងខ្លះទៀតប្រទេសខ្លះมันអាចធ្វើដោយអាមេរិកបានទេអញ្ចឹងវាត្រូវតែមានអត្តសញ្ញាណវាត្រូវតែមានគោលនយោបាយច្បាស់លាស់អត្តចរិតប្រទេសមួយវប្បធម៌ត្រូវតែមានឲ្យបានច្បាស់លាស់ទើបជនជាតិនឹងគាត់ស្គាល់ខ្លួនឯងហើយនៅពេលដែលជនជាតិមួយស្គាល់ខ្លួនឯងច្បាស់លាស់គឺយើងស្រួលដើរទៅនេះស្រួលដើរទៅនោះស្រួលដាក់គោលដៅហើយបើយើងច្បល់មិនដឹងថាណាណីអានឹងយើងពិបាកហើយសរុបមកវិញខ្ញុំចង់បញ្ជាក់ជូនបងប្អូនថាអារម្មណ៍ដែលយើងចង់ឲ្យស្រុកយើងដូចគេចង់ឃើញស្រុកយើងអភិវឌ្ឍដូចគេចង់ឲ្យសេដ្ឋកិច្ចប្រជាជនរបស់យើងរស់នៅសម្បូរសប្បាយដូចគេនេះអ្នកណាក៏មានអារម្មណ៍នឹងខ្ញុំទទួលស្គាល់ថាមិនថាខ្មែរនៅស្រុកខ្មែរនៅបរទេសខ្មែរនៅបរទេសនឹងមិនថាបងប្អូនកម្មករពលករប្រជាកសិករទូទាំងប្រទេសទាំងអស់អ្នកណាក៏ស្រឡាញ់ប្រទេសជាតិដែរអ្នកណាក៏ចង់ឃើញស្រុកប្រទេសយើងរីកចម្រើនទៅមុខដែរប៉ុន្តែពេលវេលាប្រវត្តិសាស្ត្រអត្តចរិតទំនៀមទម្លាប់ប្រពៃណីប្រទេសមួយយើងមិនអាចបំបត្តិចោលបានទេបាទចឹងហើយបានជាថ្នាក់ដឹកនាំប្រទេសនីមួយប្រទេសភាគច្រើនគឺគេព្យាយាមធ្វើម៉េចរក្សាអត្តសញ្ញាណជាតិរបស់ខ្លួនឯងឲ្យបានរក្សានៅប្រពៃណីវប្បធម៌របស់ខ្លួនឯងឲ្យបានចឹងហើយបានជាពេលខ្លះយើងឃើញការអភិវឌ្ឍកន្លែងខ្លះឬក៏ប្រទេសខ្លះហ្នឹងមានការរៀងយឺតយ៉ាវជាងគេបន្តិចដោយសារអីដោយសារគាត់មិនអាចលុបបំបាត់ចោលស្អីដែលជាវប្បធម៌របស់គាត់បដូនតាបសល់ទុកមកទេអញ្ចឹងគាត់ត្រូវរកវិធីគ្រប់បែបយ៉ាងដើម្បីរក្សាអានឹងទុកឬក៏យ៉ាងហោចណាស់ក៏ឆ្នៃឬក៏ជំរុះអាណាអាក្រក់ប៉ុន្តែរក្សាចម្រាញ់ទុកអាវប្បធម៌ដែលល្អសម្រាប់កូនចៅពីព្រោះវាជាអត្តសញ្ញាណជាតិវាជាផ្លាកបញ្ជាដែលធ្វើឲ្យជនជាតិដទៃស្គាល់ថាយើងជាអ្នកណាឧទាហរណ៍ថាបើខ្មែរយើងត្រូវច្បាស់ថាធ្វើម៉េចដើម្បីគេដឹងថាយើងនេះជាខ្មែរពេលដែលគេមកលេងស្រុកយើងត្រូវឲ្យគេមើលមកថាអូ this is Cambodia this is ខ្មែរឲ្យគេដឹងថានេះគឺជាខ្មែរនេះគឺជាកម្ពុជាបាទចឹងហើយបានជាប្រទេសមួយហ្នឹងមានវប្បធម៌អរិយធម៌ខុសគ្នាហើយខ្ញុំសប្បាយចិត្តបងប្អូននៅពេលដែលជនជាតិផ្សេងគេមកស្រុកខ្មែរគេអាចវិនិច្ឆ័យគេអាចចំណាត់ថ្នាក់គេអាចបែងចែកដាច់រវាងកម្ពុជារវាងវៀតណាមរវាងថៃបាទថ្មីត្បិតតែយើងថៃវៀតណាមឡាវឬក៏ប្រទេសជិតៗហ្នឹងយើងមានអត្តសញ្ញាណរៀងស្តៀងគ្នាមែនប៉ុន្តែនៅពេលដែលខ្មែរយើងព្យាយាមធ្វើឲ្យស្អីជារបស់ខ្មែរជនជាតិបរទេសគេអត់ច្រឡំទេខ្ញុំលើកឧទាហរណ៍ថាដូចជាជប៉ុនចិនហើយកូរ៉េត្បូងសម្រាប់ប្រជាជនខ្មែរយើងដែលគាត់អត់សូវបានទៅបរទេសប្រហែលជាគាត់ច្រឡំគាត់ថាជនជាតិ3ហ្នឹងមិនដឹងអាណាជាអាណាទេមើលទៅមុខស្តៀងគ្នាសបាទប៉ុន្តែបងប្អូនបើបងប្អូនបានទៅដល់បងប្អូនបានទៅរៀនសូត្រក្តីទៅសិក្សាទៅធ្វើការនៅទីនោះខ្ញុំធ្លាប់ទៅប្រទេសទាំង3នេះខ្ញុំទៅតាំងពីរយៈខ្លីគឺខ្ញុំទៅអាវែងធ្លាប់ទៅរាប់ឆ្នាំខ្ញុំយល់ថាប្រទេសទាំង3នេះធ្វើត្បិតតែស្តៀងគ្នាប៉ុន្តែអត់ដូចគ្នាទេ
នឹងហើយដែលជប៉ុនដែលកូរ៉េខាងត្បូងដែលចិនគេរក្សាអត្តសញ្ញាណជនជាតិគេមួយច្បាស់លាស់ដល់អញ្ចឹងនៅពេលដែលជនជាតិទៅគឺគេយល់មកគេយល់ថាយ៉ាឯងច្រឡំស្មានតែចិនដូចកូរ៉េវ៉ៃកូរ៉េផ្សេងចិនផ្សេងជប៉ុនផ្សេងហើយបងប្អូនណាមិនជឿខ្ញុំឬក៏បងប្អូនណាធ្លាប់ទៅប្រទេសទាំងហ្នឹងហើយពិសេសសិស្សនិស្សិតដែលឬក៏បងប្អូនកម្មករពលករយើងដែលធ្វើការនៅស្រុកគេប្រហែលជាច្បាស់ថាយ៉ាកូរ៉េផ្សេងជប៉ុនផ្សេងចិនផ្សេងអត់ដូចគ្នាទេប៉ុន្តែយើងមើលមួយផ្លែតជនជាតិ3ហ្នឹងគឺតែមួយបាទទោះបីប្រវត្តិសាស្ត្រពីមុនមកវាតែមួយយ៉ាងម៉េចក៏យើងមិនដឹងទេប៉ុន្តែមកដល់ពេលនេះចិនមានអត្តសញ្ញាណផ្សេងកូរ៉េផ្សេងជប៉ុនផ្សេងដល់អញ្ចឹងអត់មានលោកឡំទេអញ្ចឹងខ្ញុំចង់បញ្ជាក់មកវិញថាខ្មែរយើងគឺយើងចង់អញ្ចឹងបាទខ្មែរយើងគឺយើងចង់អញ្ចឹងមានអត្តសញ្ញាណមួយច្បាស់លាស់មានអត្តចរិតជាខ្មែរមួយច្បាស់លាស់មានរបៀបខ្មែរមួយច្បាស់លាស់ដល់អញ្ចឹងថ្ងៃក្រោយជនជាតិណាមកខ្មែរយើងគឺគេយល់ថាអូ this is ខ្មែរនេះគឺជាខ្មែរត្រឡប់មកវិញនេះគឺជារឿងរ៉ាវនិយាយច្រើនតិចបងប្អូនបាទសូមអធិស្ឋានរៀងតប៉ែលោតតិចប៉ុន្តែវាសិតតែជាចំណេះដឹងដែលឬក៏បទពិសោធន៍ដែលខ្ញុំទទួលបានពីបរទេសអញ្ចឹងហើយទើបធ្វើឲ្យរាល់ថ្ងៃនេះខ្ញុំនិយាយត្រង់ទៅខ្ញុំរស់នៅក្នុងការគិតមួយដែលមានសេរីភាពដែលយើងមានសន្តិភាពនៅក្នុងផ្លូវចិត្តដោយសារពេលដែលខ្ញុំឃើញស្អីមួយធម្មតាយើងចង់ឲ្យស្រុកយើងដូចគេដូចអីប៉ុន្តែបន្ទាប់ពីខ្ញុំបានទៅរៀនសូត្របានច្រើនហ្នឹងធ្វើឲ្យខ្ញុំមានអារម្មណ៍មួយអត់សូវពុះកជ្រោលប្រហែលទេហេពុះកជ្រោលហ្នឹងអត់ពុះកជ្រោលខុសហើយមនុស្សតើមានមហិច្ឆតាយើងមានប៉ុន្តែអារម្មណ៍ពុះកជ្រោលវាកាត់បន្ថយបានច្រើនណាស់ដោយសារអីដោយសារយើងរៀនសូត្របានច្រើនយើងស្វែងយល់ឲ្យគេបរៀនយើងគេប្រាប់យើងថាកុំឲ្យធ្វើដូចគេទៅទៀតដល់អញ្ចឹងវាធ្វើឲ្យយើងមានសុខភាពផ្លូវចិត្តល្អធ្វើឲ្យយើងមានសន្តិភាពនៅក្នុងបេះដូងមានសន្តិភាពនៅក្នុងគ្រាងកាយយើងអញ្ចឹងយើងមើលទៅគេអត់សូវទៅបាទដល់អញ្ចឹងទៅទើបធ្វើឲ្យខ្ញុំអាចរស់នៅក្នុងសង្គមមួយដែលសម្រាប់ខ្ញុំរាល់ថ្ងៃខ្ញុំទទួលស្គាល់ថាខ្ញុំវាមិនមែនជាអ្នកមានខ្ញុំមិនមែនជាអ្នកមានជីវភាពល្អប្រសើរអីទេប៉ុន្តែខ្ញុំសប្បាយចិត្តដែលខ្ញុំអាចរស់នៅជាប្រជាពលរដ្ឋមួយដែលអាចចែករំលែកចំណេះដឹងមួយចំនួនដែលខ្ញុំបានសិក្សារាប់សិបឆ្នាំហ្នឹងជូនទៅបងប្អូននេះគឺជាសេចក្តីសុខរបស់ខ្ញុំមួយដែរបាទអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនយើងទាំងអស់មានសេចក្តីសុខទាំងការគិតទាំងការរស់នៅទាំងអីទាំងអស់គ្នាហើយយើងចូលរួមបាទកសាងប្រទេសជាតិយើងទាំងអស់គ្នាចូលរួមរក្សាសន្តិភាពឬក៏ធ្វើឲ្យស្រុកទេសយើងរីកចម្រើនទាំងអស់គ្នាពីព្រោះស្អីក៏ដោយវាត្រូវការមួយដៃមួយជើងម្នាក់បាទប៉ុន្តែវាមិនមែនត្រូវការឲ្យយើងនឹងទៅធ្វើអីផ្ដេសផ្ដាស់បាទស្អប់សង្គមមួយថ្ងៃយើងបើកភ្នែកមកស្អប់តែសង្គមមើលឃើញសង្គមតែផ្លូវអវិជ្ជមានខ្មៅងងឹតអានឹងវាមិនមានប្រយោជន៍សម្រាប់ខ្លួនយើងទេបងប្អូនផ្ទុយទៅវិញវានឹងធ្វើឲ្យយើងសុញគំនិតពេលខ្លះបាក់ស្បាតពេលខ្លះធុញទ្រាន់អញ្ចឹងយើងលែងមានអារម្មណ៍ធ្វើអីដល់យើងលែងមានអារម្មណ៍ធ្វើអីយើងចប់ហើយបាទយើងចប់ខ្លួនយើងផងយើងអត់បានជួយជំរុញសេដ្ឋកិច្ចស្រុកយើងនឹងឲ្យវាល្អប្រសើរទេអញ្ចឹងអត់មានអីទេបងប្អូនមានតែថារក្សាសន្តិភាពផ្លូវចិត្តយើងឲ្យបានល្អរស់នៅព្យាយាមសប្បាយជាមួយនឹងប្រជាជនយើងផ្សេងទៀតបាទបុណ្យទានអីជាដើមឥឡូវនេះចិត្តចូលឆ្នាំទៀតយើងនាំគ្នាសប្បាយទៅពីព្រោះវាជាអត្តសញ្ញាណមួយដែលប្រជាជនខ្មែរយើងបន្សល់ទុកតាំងពីកដោចតាយើងមកបាទចូលឆ្នាំភ្ជុំមានបុណ្យផ្កាបុណ្យកឋិនមានបុណ្យច្រើនណាស់នៅស្រុកខ្មែរអញ្ចឹងវាជាសិទ្ធិប្រភេទប្រពៃណីវប្បធម៌ដែលដូនតាយើងរក្សាទុកឲ្យអញ្ចឹងដល់ខែដល់វេលាយើងសប្បាយរីករាយជាមួយពិធីបុណ្យទាំងអស់ហ្នឹងទៅប៉ុណ្ណឹងបានហើយបាទហើយបន្ទាប់ពីចប់បុណ្យយើងរកស៊ីតាមតាណាឬក៏យើងខំរកស៊ីបន្ថែមទៀតទៅហើយកុំភ្លេចអប់រំកូនចៅបាទឲ្យខ្លាយជាពលរដ្ឋល្អនេះសំខាន់ណាស់ពីព្រោះពលរដ្ឋល្អហ្នឹងគឺចេញពីក្មេងៗហ្នឹងទៅថ្ងៃក្រោយយើងចាស់ស្លាប់អស់ទៅគឺក្មេងៗហ្នឹងឲ្យវាអ្នករក្សាវប្បធម៌ជាតិរបស់យើងហើយបើយើងអត់ថែរក្សាក្មេងៗម៉ែឪប្រឡែងកូនចោលអាហ្នឹងមានន័យថាយើងកំពុងតែមិនបានបដោះក្របពូជសម្រាប់អ្នកស្នងតំណែងជនជាតិយើងទៅថ្ងៃអនាគតទេបាទអញ្ចឹងច្រើនទៀតហើយបងប្អូនបាទសូមអធិស្ឋានស្ដាប់ចុះស្ដាប់ឡើងងាយអានេះតប៉ែដល់ហើយបាទសូមអធិស្ឋានបងប្អូនបាទសង្ឃឹមថាការចែករំលែករបស់ខ្ញុំនេះនឹងផ្ដល់ជាពុទ្ធិក៏ដូចជាចំណេះដឹងមួយចំនួនទៀតជូនទៅដល់បងប្អូនបាទសូមអរគុណសូមជម្រាបលា